សេចក្តីប្រកាសព័ត៌មានស្តីពីការផ្សព្វផ្សាយរបាយការណ៍ចីរភាពរបស់រដ្ឋាភិបាលទឹកស្វយ័តក្រុងភ្នំពេញអនុលោមតាមប្រកាសស្តីពីការបង្ហាញព័ត៌មានចីរភាពនាយកដ្ឋានមូលបត្រកម្ពុជាសូមអបអរសាទរដល់រដ្ឋាភិបាលទឹកស្វយ័តក្រុងភ្នំពេញដែលជាបុគ្គលចុះបញ្ជីលក់មូលបត្រដែលបានចូលរួមក្នុងផែនការតេស្តសាកល្បងរៀបចំរបាយការណ៍ចីរភាពក្រោមជំនួយបច្ចេកទេសរបស់ធនាគារពិភពលោកនិងបានជោគជ័យក្នុងការអនុវត្តកាតព្វកិច្ចបង្ហាញព័ត៌មានចីរភាពរបស់រដ្ឋាភិបាលទឹកស្វយ័តក្រុងភ្នំពេញដោយស្ម័គ្រចិត្តស្របតាមប្រកាសស្តីពីការបង្ហាញព័ត៌មានចីរភាពការបង្ហាញព័ត៌មានចីរភាពរបស់រដ្ឋាភិបាលទឹកស្វយ័តក្រុងភ្នំពេញនេះឆ្លុះបញ្ចាំងឲ្យឃើញពីការបដិញ្ញាចិត្តរបស់រដ្ឋាភិបាលទឹកស្វយ័តក្រុងភ្នំពេញចំពោះអភិបាលកិច្ចសាជីវកម្មល្អតម្លាភាពនិងក៏ជាការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការបរិស្ថានសង្គមនិងអភិបាលកិច្ចដើម្បីសម្រេចបានគោលដៅអព្យាក្រឹតកាបូនឆ្នាំ2050ផងដែរថ្ងៃអង្គារ11កើតខែបុស្សឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569រាជធានីភ្នំពេញថ្ងៃទី30ខែធ្នូគ្រិស្តសករាជ2025នាយកដ្ឋានមូលបត្រកម្ពុជា